សួស្តីទាំងអស់គ្នាវីដេអូនេះបង្ហាញពីសកម្មភាពដឹកនាំសិស្សសម្អាតបរិស្ថានតាមដងផ្លូវក្នុងនោះដែរក៏មានការចូលរួមពីមន្ត្រីសាលាស្រុកលោកគ្រូអ្នកគ្រូសិស្សសាយុកហើយនិងបងប្អូនសិស្សានុសិស្សទាំងអស់គ្នាក្នុងនោះដែរគឺយើងបានចែកគ្នាជាពីរក្រុមគឺមួយក្រុមទៅសម្អាតនៅចំណតទីក្រុងមេឃហើយមួយក្រុមទៀតគឺយើងសម្អាតនៅតាមដងផ្លូវនឹងឯងជាចុងក្រោយក៏សូមអរគុណដល់មន្ត្រីរាជការគ្រប់កម្រិតថ្នាក់ដែលបានចូលរួមយ៉ាងសកម្មនិងសិស្សានុសិស្សដែលបានចូលរួមសម្អាតបរិស្ថាននៅតាមដងផ្លូវ